Sôm chun rương Pia riêng ở xây sẽ thấy bột Ani song tiên rồi bọc bọc cô nạ miên sẽ thịa một mỏm Ca còn lòng tàu hỡi Bà bố tì sát trong soi bà chiết chia côn sẽ thấy nộp thông nộp cô pia riêng ở xây Lúc ớt âm pi bay đa tư mô rả nạ cao tử Bà bát bà một tốt bàn tay tăng bà bố tì sát chia sẽ thấy nộp thông nộp cô pia riêng ở xây Cốp krong sắp bắt chùm nụ bay đaព្រះពោធិសត្វជាបុគ្គលមានសទ្ធាមុតមមជឿកម្មផលច្បាស់លាស់បានចំណាយទ្រព្យធ្វើសាលាទាន6កន្លែងហើយតែងបរិច្ចាគទានរក្សាឧបោសថសិលជានិច្ចពុំដែលខានវេលាថ្ងៃមួយព្រះពោធិសត្វរៀបបរិភោគអាហារពេលព្រឹកស្រាប់តែមានព្រះបច្ចេកពុទ្ធមួយព្រះអង្គទើបនឹងចេញពីនិរោធសមាបត្តិអស់មកឈរទៀបទ្វារផ្ទះព្រះពោធិសត្វក៏លេចទៅឃើញទើបប្រើបរោះម្នាក់ឲ្យទៅយកបាតពីលោកមកដាក់ចង្ហាន់គ្រានោះមារាធិរាជមកនិមិត្តធ្វើជារណ្ដៅរងើកភ្លើងក្រហមរន្ទាលច្រាលឆ្អោតដូចជាអវជ័យមហានរកបរោះនោះទៅយកបាតឃើញភ្លើងនោះហើយក៏ភិតភ័យណាស់ត្រឡប់មកជម្រាបព្រះពោធិសត្វវិញព្រះពោធិសត្វបានយល់ច្បាស់ថាមាននៅស្ថានវសវតីមកធ្វើឲ្យអន្តរាយប្រជជនព្រះបច្ចេកពុទ្ធផងហើយទើបយកភីកដាក់ចង្ហាន់ពេញចេញអំពីផ្ទះទៅឈរក្បែររណ្ដៅរងើកភ្លើងហើយទូលព្រះបច្ចេកពុទ្ធថាកាមੰតតាមិនិរយ៉ាងឧទ្ធាំងបាតោអវង្សិរោនានរិយ៉ាងករិសាមិហន្តៈបណ្ដាំងបដិកហេប្រែជាសេចក្តីថាបបិទ្ធលោកម្ចាស់ដ៏ចម្រើនបើទុកណាជាខ្ញុំធ្លាក់ដាំក្បាលចុះក្នុងរណ្ដៅរងើកភ្លើងដូចជានរកនេះក៏ខ្ញុំមិនថយក្រោយវិញដែរសូមព្រះករុណាម្ចាស់ទទួលយកនៅចង្ហាន់នេះចុះព្រះពោធិសត្វនិយាយទូលព្រះថេរៈដូច្នេះហើយក៏លោតចុះទៅក្នុងរណ្ដៅរងើកភ្លើងស្រាប់តែមានផ្កាឈូកផុសទ្រជើងយ៉ាងអស្ចារ្យព្រះពោធិសត្វបានយកចង្ហាន់ទៅដាក់បាតប្រគេនព្រះបច្ចេកពុទ្ធដោយសិរីសួស្តីឯមាឃើញប្លែកអស្ចារ្យដូច្នេះហើយក៏ភ័យតក់ស្លុតវិនិច្ឆ័យបាត់អំពីទីនោះទៅរឿងនេះចប់តែប៉ុណ្ណេះសូមអនុមោទនា